ប្រិយមិត្តទីគោរពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថាយុទ្ធនាការទិញផលិតផលខ្មែរគឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យពាណិជ្ជកម្មសូមស្ដាប់ព័ត៌មានពិស្ដារពីម៉ូញូរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មយុទ្ធនាការទិញផលិតផលខ្មែរគឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យពាណិជ្ជកម្មលោកប៉ាន់សូសារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញបើកពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី16ក្នុងឱកាសយុទ្ធនាការការទិញផលិតផលខ្មែររដូវកាលទី8ឆ្នាំ2023កាលពីរសៀលថ្ងៃទី24ខែកុម្ភៈកន្លងទៅនៅខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិបាលរងខេត្តសៀមរាបផលិតករពាណិជ្ជករកសិករនិស្សិតនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិសរុបប្រមាណ300នាក់លោកប៉ាន់សូសាបញ្ជាក់ថាយុទ្ធនាការទិញផលិតផលខ្មែរគឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មយុទ្ធនាការនេះគឺជាសម្លេងជួយដាស់ស្មារតីប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានអាយដាមបានបន្តថាតាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន7រដូវកាលកន្លងមកនេះបានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្ដាហើយផលិតករកម្ពុជាក៏មានចំណេះដឹងចំណេះធ្វើនិងទទួលបានបទពិសោធន៍ល្អៗជាច្រើនសម្រាប់ពង្រឹងនិងពង្រីកផលិតកម្មអភិវឌ្ឍផលិតផលនិងសេវារបស់ខ្លួនបម្រើឲ្យទីផ្សារជាលទ្ធផលសង្កេតឃើញថាផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើនទាំងទីផ្សារក្នុងស្រុកហាងលក់ទំនិញក្នុងអាកាសយានដ្ឋាននិងទីផ្សារនៅបរទេសនិងមានការរីកចម្រើនទៅមុខទាំងគុណភាពសុវត្ថិភាពសោភ័ណភាពនិងអនាម័យដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅជាមួយគ្នានេះលោករដ្ឋមន្ត្រីប៉ាន់សូសាបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយលើកកម្ពស់ផលិតផលក្នុងស្រុកជំរុញការផ្សព្វផ្សាយនិងប្រើប្រាស់ឲ្យបានទូលំទូលាយខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែមលើទីផ្សារដែលមានស្រាប់តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនកម្ពុជាកូរ៉េកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អសេបកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាអេមីរ៉ាតអារ៉ាប់រួមដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀតដែលធ្វើឲ្យទីផ្សារទំនិញសេវាកម្មនិងវិនិយោគកម្ពុជាកាន់តែទូលំទូលាយសូមជម្រាបថាពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី16ធ្វើឡើងរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី24ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2023នៅក្រុងខេត្តសៀមរាបដោយមានការដាក់តាំងបង្ហាញនិងលក់ផលិតផលខ្មែរបន្លែផ្លែឈើវត្ថុអនុស្សាវរីយ៍ផលិតផលរបស់សហគមន៍និងផលិតផលភូមិមួយផលិតផលមួយមកពីរាជធានីខេត្តចំនួន12ដោយមានក្រុមហ៊ុនសហគ្រាសនិងអាជីវករក្នុងស្រុកចូលរួមចំនួនជាង100ក្នុងអំឡុងពេលនេះដែរក្រសួងពាណិជ្ជកម្មក៏បានរៀបចំព្រឹត្តិការណ៍អមមួយចំនួនទៀតផងដែរដូចជាការចម្អិនម្ហូបអាហារខ្មែរកម្មវិធីសិក្ខាសាលាស្ដីពីការកំណត់អត្តសញ្ញាណនិងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជាកម្មវិធីផ្គូផ្គងពាណិជ្ជកម្មកិច្ចពិភាក្សាស្ដីពីបន្លែសុវត្ថិភាពសម្រាប់កុមារនិងការលេងសិល្បៈខ្មែរកំដរក្នុងពេលរាត្រីផងដែរ